xong ta nè xong thì do không ở đây nên tự cọp thay bạn vô khmai đai tự cọp miên phần lăng màu khmai đai miên phần lưng khmai nè na prap ơn nè na tha khmai đai miên phần lưng khmai ចំណងភាពអ៊ូអរនៃសាលាបឋមសិក្សាដ៏ក្តៅហែងមួយថ្ងៃខ្ញុំជាគ្រូបង្រៀនម្នាក់ឈ្មោះអ្នកគ្រូសោភាបានអង្គុយត្រួតពិនិត្យកិច្ចការផ្ទះរបស់សិស្សយ៉ាងយកចិត្តទុកដាក់ពន្លឺថ្ងៃរសៀលបានចាំងចូលតាមបង្អួចបំភ្លឺទូលីដីដែលហោះរេរានៅក្នុងខ្យល់ស្រាប់តែសំឡេងកូនសិស្សម្នាក់ឈ្មោះស្រីណែតបានបន្លឺឡើងបំបែកភាពស្ងប់ស្ងាត់នាងបានលើកដៃសូមអនុញ្ញាតចេញទៅក្រៅជាបន្ទាន់ទឹកមុខរបស់នាងស្លេកស្លាំងហើយភ្នែករបស់នាងបង្ហាញពីការភ័យខ្លាចយ៉ាងខ្លាំងខ្ញុំបានសួរនាងដោយថ្នមពីមូលហេតុដែលនាងចង់ចេញទៅក្រៅទាំងប្រញាប់បែបនេះសំឡេងរបស់នាងញ័រនៅពេលដែលនាងឆ្លើយថានាងត្រូវយកខ្មៅដៃរបស់នាងទៅកប់ខ្ញុំងឿងឆ្ងល់យ៉ាងខ្លាំងហើយក៏បានសួរពីមូលហេតុស្រីណែតបានបន្តនិយាយទៀតថាខ្មៅដៃនោះជាខ្មៅដៃរបស់ខ្មោចសម្ដីរបស់នាងបានធ្វើឲ្យខ្ញុំព្រឺសម្បុរខ្ញាក់បរិយាកាសនៅក្នុងថ្នាក់រៀនហាក់ដូចជាចាប់ផ្ដើមត្រជាក់ខុសពីធម្មតាដោយចង់ដឹងការពិតខ្ញុំបានសួរនាងថាតើអ្នកណាជាអ្នកប្រាប់រឿងនេះស្រីណែតបានចង្អុលទៅទីទទេមួយនៅកន្លែងនៅក្បែរបង្អួចដែលជាកន្លែងគ្មានអ្វីទាំងអស់ក្រៅពីខ្យល់ទទេនាងបាននិយាយតិចថាម្នាក់នោះជាអ្នកប្រាប់ខ្ញុំសម្លឹងមើលទៅតាមទិសដៅដែលនាងចង្អុលប៉ុន្តែមិនបានឃើញអ្វីទាល់តែសោះបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតញាប់ខុសចង្វាក់ខ្ញុំព្យាយាមធ្វើចិត្តឲ្យស្ងប់ហើយក៏សួរនាងបន្ថែមទៀតថាតើនាងបានឃើញអ្វីស្រីណែតបានរៀបរាប់ថានាងបានឃើញស្រមោលខ្មៅមួយអង្គុយនៅទីនោះហើយស្រមោលនោះបានខ្សឹបប្រាប់នាងឲ្យយកខ្មៅដៃទៅកប់នាងនិយាយថាខ្មៅដៃនោះមានវិញ្ញាណមិនល្អហើយប្រសិនបើនាងមិនកប់វាទេវិញ្ញាណនោះនឹងតាមឡងបន្លាចនាងរហូតទឹកមុខរបស់នាងស្លេកស្លាំងខ្លាំងរហូតដល់ខ្ញុំមានអារម្មណ៍អាណិតនិងភ័យខ្លាចចំនួននាងខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីកំពុងតែកើតឡើងក្រោយពីសិស្សទាំងអស់ត្រឡប់ទៅផ្ទះវិញខ្ញុំបាននៅតាមម្នាក់ឯងក្នុងថ្នាក់រៀនពន្លឺថ្ងៃចាប់ផ្ដើមស្រអាប់ទៅបន្សល់ទុកនៅស្រមោលវែងដែលលាតសន្ធឹងពីពេញបន្ទប់ខ្ញុំបានដើរទៅក្បែរបង្អួចកន្លែងដែលស្រីណែតបានចង្អុលខ្យល់ត្រជាក់បានបក់មកប៉ះផ្ទៃមុខរបស់ខ្ញុំធ្វើឲ្យខ្ញុំព្រឺឆ្អឹងខ្នងខ្ញុំបានសម្លឹងមើលខ្មៅដៃរបស់ស្រីណែតដែលនៅតែស្ថិតនៅលើតុវាជាខ្មៅដៃធម្មតាគ្មានអ្វីប្លែកនោះទេប៉ុន្តែរឿងរ៉ាវរបស់ស្រីណែតបានធ្វើឲ្យខ្ញុំគិតច្រើនយប់នោះខ្ញុំមិនអាចគេងលក់បានទេរូបភាពរបស់ស្រីណែតនិងសម្លេងរបស់នាងបានលងបន្លាចក្នុងគំនិតរបស់ខ្ញុំបានគិតទៅដល់រឿងព្រេងនិទានចាស់អំពីវិញ្ញាណដែលជាប់នៅក្នុងវត្ថុហើយបានឆ្ងល់ថាតើវាគឺជាការពិតឬក៏យ៉ាងណាភាពភ័យខ្លាចបានចាប់ផ្ដើមរត់ពាសពេញរាងកាយរបស់ខ្ញុំបានសម្រេចចិត្តថាថ្ងៃស្អែកខ្ញុំនឹងស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ព្រឹកឡើងខ្ញុំបានទៅដល់សាលាមុនម៉ោងធម្មតាខ្ញុំបានចូលទៅក្នុងថ្នាក់រៀនហើយបានពិនិត្យខ្មៅដៃនោះម្ដងទៀតនៅពេលដែលខ្ញុំកាន់វាខ្ញុំមានអារម្មណ៍ថាត្រជាក់ខុសពីធម្មតាខ្ញុំបានយកចិត្តទុកដាក់ពិនិត្យមើលខ្មៅដៃនោះយ៉ាងល្អិតល្អន់ស្រាប់តែខ្ញុំបានឃើញអក្សរតូចមួយចំនួនដែលបានធ្លាក់នៅផ្នែកខាងក្រោមនៃខ្មៅដៃអក្សរទាំងនោះមើលទៅដូចជាឈ្មោះប៉ុន្តែវាត្រូវបានរលុបបាត់ស្ទើរតែអស់ខ្ញុំបានព្យាយាមអានវាប៉ុន្តែមិនអាចស្គាល់អក្សរទាំងនោះបានច្បាស់លាស់ទេនៅពេលសិស្សមកដល់ខ្ញុំបានសួរស្រីណែតអំពីខ្មៅដៃនោះម្ដងទៀតនាងបានប្រាប់ថានាងបានរកឃើញវានៅក្នុងសួនច្បារសាលាក្បែរដើមស្វាយធំខ្ញុំបានចងចាំទីតាំងនោះហើយបានសម្រេចចិត្តទៅពិនិត្យមើលក្រោយពេលបង្រៀនចប់ខ្ញុំបានដឹងថាការស៊ើបអង្កេតនោះអាចនឹងនាំខ្ញុំទៅរកការពិតដ៏គួរឲ្យខ្លាចមួយក្រោយពេលបង្រៀនចប់ខ្ញុំបានដើរទៅកាន់សួនច្បារសាលាដើមស្វាយធំមួយបានឈរយ៉ាងខ្ពស់ត្រដែតបន្សល់ទុកនៅស្រមោលដ៏អាតកំបាំងមួយខ្ញុំបានដើររកមើលជុំវិញដើមស្វាយនោះហើយក៏បានឃើញដីមួយកន្លែងដែលមើលទៅដូចជាមានគេជីកថ្មីខ្ញុំបានប្រើមែកឈើមួយដើម្បីជីកដីនោះនៅពេលដែលខ្ញុំជីកកាន់តែជ្រៅខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីដីនោះត្រជាក់ខុសពីធម្មតាហើយមានក្លិនឆ្អាបតិចភ្លាមនោះខ្ញុំបានជីកប៉ះទៅនឹងវត្ថុរឹងមួយខ្ញុំបានយកវត្ថុនោះចេញពីដីវាគឺជាប្រអប់ឈើចាស់មួយដែលមើលទៅដូចជាមានអាយុកាលយូរណាស់មកហើយប្រអប់នោះមានទូលីដីជាប់ពេញហើយមានអក្សរចាស់ឆ្លាក់ពីលើខ្ញុំបានព្យាយាមបើកវាប៉ុន្តែវាត្រូវបានចាក់សោយ៉ាងរឹងមាំខ្ញុំបានយកប្រអប់នោះទៅកាន់ការិយាល័យនាយកសាលានៅពេលដែលខ្ញុំទៅដល់ការិយាល័យនាយកសាលាមិនបាននៅទីនោះទេខ្ញុំបានសម្រេចចិត្តយកប្រអប់នោះទៅផ្ទះដើម្បីពិនិត្យមើលឲ្យបានច្បាស់លាស់ខ្ញុំបានដឹងថាការសម្រេចចិត្តនោះអាចនឹងមានហានិភ័យប៉ុន្តែការចង់ដឹងចង់ឃើញរបស់ខ្ញុំបានយកឈ្នះទៅលើភាពភ័យខ្លាចខ្ញុំបានត្រឡប់ទៅផ្ទះវិញយ៉ាងចិត្តអត់ទះសានៅពេលយប់ខ្ញុំបានអង្គុយនៅលើតុធ្វើការហើយសម្លឹងមើលទៅប្រអប់ឈើនោះ
ខ្ញុំបានព្យាយាមបើកវាជាច្រើនដងប៉ុន្តែมันបានសម្រេចខ្ញុំបានគិតដល់រឿងរបស់ស្រីណែតហើយបានដឹងថាប្រអប់នោះប្រហែលជាមានទំនាក់ទំនងជាមួយខ្មៅដៃនោះហើយខ្ញុំបានសម្រេចចិត្តប្រើកម្លាំងបន្តិចដើម្បីបើកវាបន្ទាប់ពីប្រឹងអស់ពីកម្លាំងគម្រប់ប្រអប់ក៏បានរបើកចេញមកនៅខាងក្នុងប្រអប់មានរបស់របរចាស់ៗមួយចំនួនរួមមានសោច្រេះស៊ីមួយសក់មួយសរសៃដែលមើលទៅដូចជាសក់មនុស្សនិងកំណត់ហេតុចាស់មួយខ្ញុំបានយកកំណត់ហេតុនោះមកមើលវាត្រូវបានសរសេរដោយដៃហើយអក្សរត្រូវបានរលុបបាត់ស្ទើរតែអស់ខ្ញុំបានព្យាយាមអានវាដោយប្រុងប្រយ័ត្នកំណត់ហេតុនោះបានរៀបរាប់អំពីសិស្សម្នាក់ដែលបានបាត់ខ្លួនកាលពីជាច្រើនឆ្នាំមុននៅសាលានេះនាងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងហើយគ្មាននរណាបានរកឃើញនាងទេនៅពេលដែលខ្ញុំអានបន្តកំណត់ហេតុនោះបានរៀបរាប់អំពីខ្មៅដៃមួយដែលជាកម្មសិទ្ធិរបស់សិស្សស្រីដែលបានបាត់ខ្លួននោះខ្មៅដៃនោះត្រូវបានគេជឿថាមានវិញ្ញាណរបស់ខ្មោចនោះនៅជាប់ជាមួយខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ថាភាពភ័យខ្លាចបានកើនឡើងទ្វេដងខ្ញុំបានដឹងថាខ្មៅដៃដែលស្រីណែតកាន់នោះគឺជាខ្មៅដៃតែមួយគត់ដែលត្រូវបានរៀបរាប់នៅក្នុងកំណត់ហេតុនោះបានរៀបរាប់យ៉ាងលម្អិតអំពីរបៀបដែលវិញ្ញាណរបស់សិស្សស្រីនោះបានចាប់ផ្ដើមលងបន្លាចអ្នកដែលកាន់ខ្មៅដៃរបស់នាងវាបានរៀបរាប់អំពីការខ្សឹបខ្សៀវការផ្លាស់ប្ដូរវត្ថុនិងការបង្ហាញខ្លួនជាស្រមោលខ្មៅរឿងរ៉ាវទាំងនោះបានស្រដៀងទៅនឹងអ្វីដែលស្រីណែតបានជួបប្រទះខ្ញុំបានដឹងថាខ្ញុំកំពុងប្រឈមមុខទៅនឹងវិញ្ញាណពិតប្រាកដខ្ញុំបានបន្តអានកំណត់ហេតុនោះវាបានរៀបរាប់ថាវិញ្ញាណរបស់សិស្សស្រីនោះមិនបានស្ងប់ចិត្តទេរហូតទាល់តែនាងត្រូវបានរកឃើញនិងបញ្ចុះសពដោយត្រឹមត្រូវខ្ញុំបានយល់ពីមូលហេតុដែលស្រីណែតត្រូវយកខ្មៅដៃទៅកប់វាប្រហែលជាការខ្សឹបប្រាប់ពីវិញ្ញាណរបស់សិស្សស្រីនោះដែលចង់ឲ្យនាងត្រូវបានរកឃើញខ្ញុំបានដឹងថាខ្ញុំមានភារកិច្ចត្រូវជួយនាងនៅពាក់កណ្ដាលយប់ខ្ញុំបានសម្រេចចិត្តត្រឡប់ទៅសាលាវិញខ្ញុំបានយកប្រអប់ឈើនិងកំណត់ហេតុនោះទៅជាមួយហើយខ្ញុំបានដឹងថាខ្ញុំត្រូវតែធ្វើអ្វីមួយដើម្បីជួយវិញ្ញាណរបស់សិស្សស្រីនោះឲ្យស្ងប់ចិត្តខ្ញុំបានដើរចូលទៅក្នុងសាលាទាំងភាពងងឹតស៊ុនចុងពន្លឺព្រះច័ន្ទបានចាំងចូលតាមបង្អួចបង្កើតជាស្រមោលដ៏គួរឲ្យខ្លាចខ្ញុំបានដើរទៅកាន់សួនច្បារសាលាម្ដងទៀតខ្យល់ត្រជាក់បានបក់បោកធ្វើឲ្យខ្ញុំព្រឺរោមខ្ញុំបានចាប់ផ្ដើមជីកដីនៅកន្លែងដែលខ្ញុំបានរកឃើញប្រអប់នោះខ្ញុំបានជីកកាន់តែជ្រៅទៅនៅពេលដែលខ្ញុំជីកប៉ះនឹងវត្ថុរឹងមួយទៀតវាគឺជាឆ្អឹងមនុស្សខ្ញុំភ័យញ័រពេញខ្លួនហើយបានដឹងថាខ្ញុំបានរកឃើញសាកសពរបស់សិស្សស្រីដែលបានបាត់ខ្លួននោះហើយខ្ញុំបានជីកយកឆ្អឹងទាំងអស់ចេញពីដីហើយបានដាក់វាចូលទៅក្នុងប្រអប់ឈើនោះខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងជូនដំណឹងទៅអាជ្ញាធរនៅពេលព្រឹកខ្ញុំបានដឹងថាខ្ញុំបានជួយវិញ្ញាណរបស់សិស្សស្រីនោះឲ្យស្ងប់ចិត្តហើយខ្ញុំក៏បានបិទប្រអប់នោះហើយបានយកវាទៅទុកនៅកន្លែងមានសុវត្ថិភាពនៅពេលព្រឹកខ្ញុំបានទូរស័ព្ទទៅប៉ូលីសហើយបានរាយការណ៍អំពីអ្វីដែលខ្ញុំបានរកឃើញពួកគេបានមកដល់សាលាហើយចាប់ផ្ដើមស៊ើបអង្កេតក្រោយមកពួកគេបានបញ្ជាក់ថាឆ្អឹងទាំងនោះជាកម្មសិទ្ធិរបស់សិស្សស្រីដែលបានបាត់ខ្លួនកាលពីជាច្រើនឆ្នាំមុនគ្រួសាររបស់នាងត្រូវបានជូនដំណឹងហើយសាកសពរបស់នាងត្រូវបានបញ្ចុះដោយត្រឹមត្រូវចាប់តាំងពីថ្ងៃនោះមកខ្ញុំមិនដែលឮរឿងរ៉ាវអំពីខ្មៅដៃខ្មោចឬក៏ការលងបន្លាចនៅក្នុងសាលានោះទៀតទេស្រីណែតក៏បានត្រឡប់មកធម្មតាវិញដែរប៉ុន្តែខ្ញុំនៅតែចងចាំអំពីបទពិសោធន៍ដ៏គួរឲ្យខ្លាចនោះជានិច្ច